Some Svakomakan update today. លោក Trump និយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់នឹងបិទបញ្ចប់នៅ2 ឬ 3 សប្តាហ៍ទៀត ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃអង្គារទី 31 ខែមីនា ឆ្នាំ 2026 ថាសហរដ្ឋអាមេរិកអាចនឹងបិទបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលប្រហែលជា 2 ទៅ 3 សប្តាហ៍ខាងមុខទោះមានឬមិនមានកិច្ចព្រមព្រៀងក៏ដោយនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រកាសបែបនេះជាការកំណត់កាលបរិច្ឆេទច្បាស់លាស់មួយរបស់លោក Trump ពីបំណងរបស់លោកក្នុងការបិទបញ្ចប់សង្គ្រាមលើអ៊ីរ៉ង់ឲ្យបានឆាប់លោក Trump និយាយថាអ៊ីរ៉ង់មិនចាំបាច់ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្គ្រាមនោះទេលោក Trump បានប្រាប់ក្រុមនាយកព័ត៌មាននៅសេតវិមានថានៅពេលយើងមានអារម្មណ៍ថាសមត្ថភាពរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញពលគឺអ៊ីរ៉ង់មិនមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរទេនោះយើងនឹងចាកចេញពីសង្គ្រាមនេះមិនថាយើងមានឬមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះឡើយសូមបញ្ជាក់ថាបើតាមសេតវិមានលោក Donald Trump នឹងថ្លែងសន្ទរកថាមួយទៅកាន់ប្រជាជាតិអាមេរិកនៅម៉ោង 9 យប់ថ្ងៃពុធនេះម៉ោងនៅទីក្រុង Washington ដើម្បីធ្វើបច្ចុប្បន្នភាពពីសង្គ្រាមនៅអ៊ីរ៉ង់ឥណ្ឌូនេស៊ីចេញប្រតិកម្មក្រោយទ័ពមួកខៀវ 3 នាក់របស់ខ្លួននៅប្រទេសលីបង់ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក្រោយកងកម្លាំងមួកខៀវ 3 នាក់របស់ឥណ្ឌូនេស៊ីត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ដោយការវាយប្រហាររបស់អ៊ីស្រាអែលឥណ្ឌូនេស៊ីបានជំរុញឲ្យគ្រប់ភាគីចំនួននៅមជ្ឈិមបូព៌ាគោរពច្បាប់មនុស្សធម៌អន្តរជាតិព្រមទាំងអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Rico Ricardo Sirit បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសុវត្ថិភាពរបស់កងទ័ពរក្សាសន្តិភាពត្រូវតែជាអាទិភាពចម្បងគ្រប់ភាគីចំនួនទាំងអស់ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងធានាសុវត្ថិភាពរបស់បុគ្គលិករក្សាសន្តិភាពកងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ហៅកាត់ថា UNIFIL បាននិយាយថាបុគ្គលិក 2 នាក់ត្រូវបានសម្លាប់នៅថ្ងៃច័ន្ទទី 30 ខែមីនានៅក្នុងការផ្ទុះមួយនិងម្នាក់ទៀតបានស្លាប់កាលពីយប់ថ្ងៃអាទិត្យពេលដែលគ្រាប់ផ្លោងមួយបានវាយប្រហារលើទីតាំងរបស់ពួកគេរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស៊ូជីអូណូនិយាយនៅថ្ងៃអង្គារម្សិលមិញថាលោកបានពិភាក្សាពីការស្លាប់នេះជាមួយប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres ហើយបានស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់មួយស្ដីពីសន្តិសុខក៏ដូចជាការស៊ើបអង្កេតយ៉ាងឆាប់រហ័សម៉ត់ចត់និងមានតម្លាភាពជាមួយគ្នានោះលោក Jean-Pierre Leclerc អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពបានថ្កោលទោសឧបតិហេតុមិនអាចទទួលយកបានទាំងនេះដោយលើកឡើងថាសកម្មភាពទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងរក្សាសន្តិភាពដែលត្រូវតែបញ្ឈប់ជាបន្ទាន់តុលាការម៉ាឡេស៊ីបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីសងលុយប្រមាណ $1000 លានតុលាការម៉ាឡេស៊ីនៅថ្ងៃអង្គារទី 31 ខែមីនា ឆ្នាំ 2026 បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ដែលកំពុងជាប់ពន្ធនាគារបង់ប្រាក់ប្រមាណ $1.3 លានអាមេរិកដល់អតីតអង្គភាពនៃមូលនិធិ 1MDB វិញនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថាតុលាការជាន់ខ្ពស់ទីក្រុងកូឡាឡាំពួរបានសម្រេចថាលោក Najib ត្រូវទទួលខុសត្រូវចំពោះការខាត់បង់លុយដែលកើតឡើងតាមរយៈគម្រោង SRC International ដែលជាអតីតក្រុមហ៊ុនបត់សម្ព័ន្ធរបស់មូលនិធិ One Malaysia Development Berhad ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ទៀតថាចៅក្រមតុលាការជាន់ខ្ពស់លោក Hamed Fares Falnol Abidin បានសម្រេចថាលោក Najib បានបំពានលើកាតព្វកិច្ចជាអ្នកទទួលខុសត្រូវលើតំណែងជានាយករដ្ឋមន្ត្រីនិងកេងប្រវ័ញ្ចមូលនិធិ SRC ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនចៅក្រមបានសម្រេចថាលោក Najib ត្រូវទទួលខុសត្រូវចំពោះការខាត់បង់របស់គម្រោង SRC ដែលមានទំហំទឹកប្រាក់ប្រមាណ $1.18 លានអាមេរិក
តុលាការក៏បានរកឃើញដែរថាប្រាក់ប្រមាណ$120 លានអាមេរិកផ្សេងទៀតរបស់មូលនិធិដែលមានទំនាក់ទំនងជាមួយគម្រោង SRC ត្រូវបានបញ្ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកណាជីបដោយតុលាការបានបដិសេធការអះអាងរបស់លោកណាជីបដែលថាមូលនិធិទាំងនោះជាអំណោយពីបរទេសមេធាវីរបស់លោកណាជីបគឺលោកម៉ូហាម៉េតសាហ្វីអាប់ឌុលឡាបាននិយាយថាលោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះសូមអរគុណសម្រាប់ការតាមដាន Update Today